Hello អ្នកទាំងអស់គ្នាក្នុងវីដេអូនេះសម្រាប់អ្នកដែលគាត់ចង់លេងជាមួយគ្នាតាមរយៈ LAN ហ្នឹងហើយការលេងតាម LAN នេះគឺថាយើងមិនចាំបាច់មានគណនី Microsoft ទេគឺយើងលេង direct តែម្ដងអានេះខ្ញុំមកបានសាកនេះជាមួយ account Microsoft ហើយណាបាទទាំងពីរបាទជាដំបូងឡើយអ្នកគ្នាត្រូវ share Wi-Fi គ្នាទៅបាទនៅជិតគ្នាគឺ share Wi-Fi ទៅហើយយើង connect Wi-Fi តាមរយៈ hosting ហ្នឹងអានោះបើសិនជាទូរស័ព្ទរបស់យើងអត់មានលុយក៏យើងអាចលេងបានដែរណាឲ្យតែយើងបើក Wi-Fi យើង share តាម hosting ហ្នឹងគឺអាចលេងជាមួយគ្នាបានហើយអញ្ចឹងទូរស័ព្ទឥឡូវមាន2ទូរស័ព្ទមួយណាជាអ្នក Creator ក៏បានដែរបើសិនជាទូរស័ព្ទមួយនេះ Creator វាអត់ចេញ LAN យើងយកទូរស័ព្ទមួយនេះមក Creator ទៅអញ្ចឹងឥឡូវខ្ញុំយកអាទូរស័ព្ទខាងក្រោមនេះមក Creator អញ្ចឹងយើងចុចពាក្យថា Play អាទូរស័ព្ទនេះវារៀងចាស់ហើយបាទខ្ញុំប្រើរាប់ឆ្នាំហើយវារៀង lag តិចហើយយើងយក Creator អូខេចុចអាពាក្យហ្នឹងមកកន្លែង Creator ដែលខ្ញុំធ្លាប់ធ្វើវីដេអូទី1ហ្នឹងហើយម្ដងកន្លែងនេះអ្នកគ្នាដាក់មិនដាក់ទៅស្អាតចិត្តទេខ្ញុំដាក់ជា Creative ហើយអ្វីដែលសំខាន់គឺយើងត្រូវមកបើកកន្លែង Multiplayer នេះបើកកន្លែងនេះហ่าហើយបើសិនយើងបាត់ជិះគឺលេងជាមួយគ្នាទោះបីយើង share Wi-Fi ក៏យើងលេងជាមួយគ្នាអត់បានដែរវាអត់ឃើញ LAN ណាចុចបើកកណ្ដឹងមកហើយមួយទៀតបើសិនអ្នកគ្នាអត់បើកអាកន្លែងនេះទេជាទូទៅអាកន្លែងហ្នឹងវាបើកតែខ្ញុំគ្រាន់ប្រាប់ទេបើសិនជាយើងបាត់អាកន្លែងនេះនៅពេលដែលយើងចូលទៅ play ជាមួយនឹងទូរស័ព្ទមួយទៀតឬក៏ទូរស័ព្ទផ្សេងអីហ្នឹងគឺវាអត់ចេញ LAN អាកន្លែងនេះទេអញ្ចឹងយើងបើកកន្លែងហ្នឹងមកដើម្បីគ្នាបើយើងឃើញជាមួយនឹង LAN ដែលយើងលេងអូខេអញ្ចឹងអ្នកគ្នាដាក់មិនដាក់ទៅ Avenged ហ្នឹងហើយ General ដាក់តែចិត្តទេខ្ញុំ Creator មកទៅនៅពេលដែលគ្នាបើយើងក៏កំពុងតែ Creator អញ្ចឹងយើងមិនបាច់ធ្វើអីច្រើនទេយើងគ្រាន់តែចូលមក play មកហើយយើងឃើញជាមួយនឹង LAN បាត់ហើយអត់តចាញ់ទេចាប់ទីទៀតមកវាចាញ់អូខេឥឡូវគឺថាវាចាញ់ជាមួយនឹង LAN ហ្នឹងមើលនេះយើងបានដាក់ឈ្មោះ World ទេគឺ My World ហ្នឹងហើយអានេះគឺជា Creative ហើយឈ្មោះនិង World ឈ្មោះ Steve ដែលខ្ញុំបានដាក់ឈ្មោះទេហ្នឹងហើយឥឡូវយើងចូលទៅ LAN ហ្នឹងមកទៅឈ្មោះ Steve World ហ្នឹងចុចលើពាក្យហ្នឹងទៅអានេះគឺ version 1.21.72 ហ្នឹងហើយបើសិនជាអ្នកគ្នាមាន version ដូចគ្នាគឺអាចលេងជាមួយគ្នាបានហើយខុសគ្នាតិចតួចក៏អាចលេងបានដែរអូខេអញ្ចឹងតែប៉ុណ្ណឹងអ្នកគ្នាអាចលេងជាមួយគ្នាបានហើយបើសិនយើងចង់បិទ OP អីគឺបិទកន្លែងនេះមកតែនេះតតែទូរស័ព្ទដែលជាអ្នក Creator ទើបយើងអាចបិទបើកវាបានតាមចិត្តអូខេអញ្ចឹងខ្ញុំដាក់ឈ្មោះវិសាមកហើយយើងដាក់ជា OP operator ចុចលើពាក្យហ្នឹងមកខ្ញុំដាក់ OP សោះវាអត់ចេញ OP វិញវា lag បាទទូរស័ព្ទឈួតនេះវា lag ខាងក្រោមនេះវា lag អូខេថយវិញសិនហើយបាក់ចុចមែនហើយចង់បោកចោលហ្នឹងបើសិនអ្នកគ្នាចង់ឃើញ skin យើងចុចមកកន្លែង general មកហើយយើងបិទអាកន្លែង allow trust skin ហ្នឹងហើយយើងចុចចាញ់ទៅវិញសិនទៅបើសិនជាយើងចង់ឃើញ skin ណាឬក៏បើសិនជាអត់ឃើញចឹងទេបងប្អូនអាចចុច clear game ហើយចូលមកវិញបានឥឡូវយើងចូលទៅ play ម្ដងទៀតហើយយើងចូលទៅ LAN ចង់បាត់ LAN តាណាបាត់ហើយបាត់ LAN តាណាវិញនេះសោះហ្នឹងឥឡូវឃើញថាអាទូរស័ព្ទខាងក្រោមវានៅតែឃើញ skin ដដែលទេហើយអាទូរស័ព្ទខាងលើដឹងថាវាចេញឬក៏អត់ទេចាញ់ហើយហ្នឹងហើយអញ្ចឹងបើសិនអ្នកគ្នាចង់ឃើញ skin ធ្វើដូចខ្ញុំមិញហ្នឹងទៅយើងបាត់អាហ្នឹងហើយយើងចេញពី game ឬក៏ចេញពី server ហ្នឹងយើងចូលម្ដងទៀតមកយើងឃើញជាមួយនឹង skin នេះអានេះគឺ stable អានេះគឺ skin ដូចគ្នាបានដាក់បាទ skin របស់ខ្ញុំតែមួយអូខេហើយ smooth ឬក៏ lag ណាអានឹងគឺអាស្រ័យទៅលើទូរស័ព្ទរបស់អ្នកទាំងអស់គ្នាទេលេងលើកុំព្យូទ័រក៏លេងជាមួយគ្នាបានដែរតែ hosting ពីកុំព្យូទ័រឬក៏ share ពីទូរស័ព្ទទៅកុំព្យូទ័រទៅគឺលេងជាមួយគ្នាបានហើយកុំព្យូទ័រហើយនឹងទូរស័ព្ទក៏លេងជាមួយគ្នាបានដែរតាមរយៈ LAN សំខាន់ឲ្យត្រូវ version គ្នាអូខេអញ្ចឹងវីដេអូរបស់យើងគឺវាចប់ត្រឹមនេះហើយសម្រាប់ Minecraft ការលេងជាមួយគ្នាហើយអាចធ្វើអីយកបានតាមចិត្តបើអត់មានលេងខូចអត់មានលេងអីណាមានលេងខូចអានេះអត់មានវីដេអូ fake ទេបាទវីដេអូមែនតើតែឲ្យចូលចិត្តក៏ play like វីដេអូនេះវីដេអូវិញផងជួបគ្នានៅវីដេអូក្រោយ Goodbye អ្នកទាំងអស់គ្នាបាទ Goodbye